ម្សិលមិញមានការរញ្ជួយផែនដីសារជាថ្មីម្ដងទៀតនៅប្រទេសភូមារយៈពេល2ថ្ងៃកន្លងមកនេះមានមនុស្សបាត់បង់ជីវិតយ៉ាងហោចណាស់គ្រាន់តែនៅប្រទេសភូមារតែម្នាក់ហ្នឹង1600នាក់ជាងរញ្ជួយផែនដីនេះមិនមែនមានតែនៅភូមារទេនៅបាងកកប្រទេសថៃក៏រញ្ជួយនៅខេត្តមួយចំនួននៃប្រទេសកម្ពុជាជាពិសេសតំបន់ឆ្នេរសមុទ្រក៏រញ្ជួយដែរនៅខេត្តកំពង់សោមរហូតដល់កម្មករសំណង់មួយចំនួនរត់ចុះពីអគារខ្ពស់ៗស្វែងរកទីមានសុវត្ថិភាពនៅខាងក្រោមនៅក្នុងវីដេអូនេះយើងនឹងពិភាក្សាថាតើអ្នកវិទ្យាសាស្ត្រកំណត់ថាតើចំណុចស្នូលនៃការរញ្ជួយដីហ្នឹងនៅកន្លែងណាពិតប្រាកដដោយរបៀបណាដោយសារតែនៅក្នុងពិភពលោកយើងហ្នឹងមានស្ថានីយ៍សម្រាប់វាស់ការរញ្ជួយដីហ្នឹងរហូតដល់150កន្លែងដែលត្រូវបានគេដាក់ពង្រាយជុំវិញពិភពលោកអញ្ចឹងយើងចង់ដឹងថាតើអ្នកវិទ្យាសាស្ត្រយកទិន្នន័យពីស្ថានីយ៍ទាំង150ហ្នឹងមកគុណគូគណនាយ៉ាងម៉េចទើបដឹងថាកន្លែងណាជាចំណុចស្នូលនៃការរញ្ជួយផែនដីនេះគឺជាផែនទីរបស់ពិភពលោកឥឡូវយើង zoom in បន្តិចមកហើយយើងយកសហរដ្ឋអាមេរិកមកធ្វើពិសោធន៍មើលឧទាហរណ៍ថាឥឡូវមានរញ្ជួយដីនៅសហរដ្ឋអាមេរិកហើយយើងចង់ដឹងថាតើកន្លែងណាគឺជាចំណុចស្នូលយើងអាចធ្វើការកំណត់ចំណុចស្នូលឬក៏ភាសាអង់គ្លេសគេហៅថា epic center នៃការរញ្ជួយដីតាមរយៈសាកសីឬក៏តាមរយៈការខូចខាតតាំងកន្លែងណាខូចខាតច្រើនហើយយើងកំណត់ថាកន្លែងនោះគឺជាចំណុចស្នូលឬចំណុចកណ្ដាលនៃការរញ្ជួយប៉ុន្តែការធ្វើបែបនេះវាមិនត្រឹមត្រូវឬក៏សុក្រិត 100% ទេបែបទោះយ៉ាងណាក៏ដោយយើងមានរូបមន្តមួយគេហៅថាវិធីសាស្ត្រត្រីកោណ triangle method ដើម្បីប្រើវិធីសាស្ត្រនេះបានគេត្រូវមានទិន្នន័យមកពីស្ថានីយ៍វាស់ការរញ្ជួយនឹងចំនួនយ៉ាងតិចណាស់3ចឹងបានគេហៅត្រីកោណហ្នឹងនៅពេលដែលយើងបានទិន្នន័យពីស្ថានីយ៍ទាំង3នេះហើយគេប្រើរូបមន្តគណិតវិទ្យាគេចាប់ផ្ដើមគណនាភាពរញ្ជួយរបស់វាចេញពីស្ថានីយ៍មួយឥឡូវឧបមាថាឥឡូវយើងមានស្ថានីយ៍ទី1នេះឧបមាថាស្ថានីយ៍ទី1នេះយើងវាស់ទៅឃើញថាភាពរញ្ជួយនេះវាធ្វើដំណើររហូតដល់700គីឡូម៉ែត្រប៉ុន្តែយើងមិនដឹងថាតើវាស្ថិតនៅកន្លែងណាទិសណាមួយទេអាចនៅត្បូងឬក៏ជើងនៅកកាត់ឬក៏លិចយើងមិនអាចដឹងបានទេអញ្ចឹងអ្វីដែលយើងអាចធ្វើបានជាបឋមហ្នឹងគឺយើងគូររង្វង់មួយដោយយកស្ថានីយ៍ទី1ហ្នឹងគឺជាផ្ចិតហើយយើងគូររង្វង់មួយដែលមានកម្មស្មើនឹង700គីឡូម៉ែត្របន្ទាប់មកចេញពីស្ថានីយ៍មួយទៀតស្ថានីយ៍ទី2ឧទាហរណ៍តទៅពីយើងគណនាទៅយើងឃើញថារលកនៃការរញ្ជួយហ្នឹងវាធ្វើដំណើររហូតដល់3000គីឡូម៉ែត្រអញ្ចឹងបើសិនយើងគូររង្វង់មួយទៀតដែលមានផ្ចិតនៅចំណុចលេខ2ហើយមានកម្មស្មើនឹង3000គីឡូម៉ែត្រយើងសង្កេតឃើញថាវានឹងកាត់រង្វង់ទី1ត្រង់2ចំណុចសារជាថ្មីម្ដងទៀតយើងមិនអាចដឹងថាតើវានៅកន្លែងណាទេវាអាចនៅខាងត្បូងឬនៅខាងជើងដោយសារតែវាមាន2ចំណុចអញ្ចឹងយើងត្រូវការគូរង្វង់មួយទៀតពីស្ថានីយ៍ទី3ឧបមាថាយើងគណនាទៅស្ថានីយ៍ទី3មានកម្មស្មើនឹង3500គីឡូម៉ែត្រហើយបើសិនយើងគូវាត្រឹមត្រូវឥតខ្ចោះតែម្ដងយើងសង្កេតឃើញថាវានឹងកាត់រង្វង់ទាំងពីរនោះត្រង់ចំណុចមួយហើយនៅពេលនេះយើងនឹងកំណត់បានថាតើចំណុច epic center នៅត្រង់ណា